សូមជូនរឿងផ្កាឈូកមាសនៅអង្គរកាលពីយូរមកហើយនៅសម័យអង្គរដ៏រុងរឿងមានភូមិតូចមួយដ៏សែនស្ងប់ស្ងាត់ស្ថិតនៅក្បែរប្រាសាទអង្គរនៅក្នុងភូមិនោះមានក្មេងស្រីម្នាក់ឈ្មោះស្រីមុំនាងរស់នៅដោយភាពសាមញ្ញប៉ុន្តែមានចិត្តល្អនៅក្នុងភូមិមានបឹងមួយបឹងនោះមានផ្កាឈូកពណ៌ផ្កាឈូកស្រស់ស្អាតរាប់រយប៉ុន្តែមានផ្កាមួយដែលខុសគេវាជាផ្កាឈូកមាសដែលបំភ្លឺពន្លឺរលោងដោយព្រះអាទិត្យពេលព្រឹកនៅថ្ងៃមួយស្រីមុំបានដើរកាត់បឹងនោះនាងក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនាងបានឃើញផ្កាឈូកមួយមានពណ៌មាសស្រស់ស្អាតជាងគេនាងយកវាឡើងយ៉ាងប្រុងប្រយ័ត្នហើយនាងជឿថាផ្កាឈូកមាសនេះមានអំណាចអស្ចារ្យអាចនាំសំណាងនិងការពារអង្គរពីគ្រោះអាក្រក់បេះដូងនាងពោពេញដោយភាពអស្ចារ្យនិងរីករាយជាខ្លាំងនាងបានយកផ្កាឈូកមាសនេះទៅបង្ហាញអ្នកភូមិឲ្យបានឃើញគ្រប់គ្នាមនុស្សទាំងអស់ក្នុងភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនាងបង្ហាញពួកគេមិនធ្លាប់ឃើញផ្កាឈូកអ្វីបែបនេះទេពីមុនមក